បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកថកសពថ្ងៃស្ថិតនៅក្នុងសមាគមគ្រូឱសថបុរាណកម្ពុជាដែលមានផ្លាកសញ្ញាអ៊ីសីស្ដេចថ្នាំរុក្ខមូលបងប្អូនហើយខ្ញុំបាទថ្ងៃនេះចូលខ្លួនមកបម្រើសុខភាពបងប្អូននៅក្នុងបណ្ដាញសង្គមបើសិនជាបងប្អូនមានអាការៈរោគក្រពះពោះវៀននិងឬដូងបាតខ្ញុំឥឡូវនេះខ្ញុំលើកយកមកហើយមួយមុខបងប្អូនហើយដូចជាបងប្អូនតេតិននឹងបើសិនជាបងប្អូនមានអាការៈរោគក្រពះពោះវៀនបងប្អូនដូចជាបងប្អូនចុកឆ្អល់ចុងដង្ហើមហើយចុកបោះដៃផុតបងប្អូនរាកមូលជួនកាលនៅទៅរឹងពី3ថ្ងៃបត់ជើងម្ដងបត់ជើងមករឹងដូចអាចចិនសាយអញ្ចឹងឈឺក្បាលដុសផ្សិតនៅដាតយល់សពច្រើនហើយអ្នកខ្លះទៅរាករុះជាប្រចាំខ្លះទៅបត់ជើងមកឈាមអាការៈទាំងអស់នេះជាអាការៈក្រពះពោះវៀនហើយបងប្អូនណាហើយបើសិនជាបងប្អូនមានអាការៈក្រពះពោះវៀនដែលចូលខាងលើនេះបងប្អូនយកឱសថរបស់ខ្ញុំបាទនេះយកទៅប្រើហើយដាក់ក្នុងមួយថ្ងៃ3ដងក្នុងមួយដងមួយស្លាបព្រាកាខ្វេស្លាបព្រានៅក្នុងនឹងស្រេចហើយបងប្អូនណាព្រឹកថ្ងៃល្ងាចមួយថ្ងៃ3ដងហើយនេះខ្ញុំធ្វើជាម្សៅដើម្បីឲ្យងាយស្រួលបងប្អូននេះជាក្របមួយពេល5គ្រាប់កំប៉ុងនេះបងប្អូនណាហើយ3ពេលព្រឹកថ្ងៃល្ងាចអញ្ចឹងមានន័យថាអស់មួយថ្ងៃ15គ្រាប់វា3ពេលអញ្ចឹងបងប្អូនហើយចំណែកចំណាំងក៏ខ្ញុំមានដែរបងប្អូនបើសិនណាបងប្អូនមានអាការៈក្រពះពោះវៀនដូចខ្ញុំនិយាយខាងលើអញ្ចឹងបងប្អូនចង់បានចំណាំងគឺលោកគ្រូមានចំណាំងឆ្នាំជាឱសថជាចំណាំងហ្នឹងបងប្អូនយកទៅប្រើហើយរុក្ខជាតិទាំងអស់នេះដូចខ្ញុំនៅក្នុងកំប៉ុងហើយនៅចំណាំងនេះជារុក្ខជាតិ 100% បងប្អូនណាហើយធានាជូនបងប្អូនហើយបើសិនណាបងប្អូនយកទៅពិសាទទួលទានក្នុងរយៈពេលតែ 2-3 ថ្ងៃទេបងប្អូននឹងជាសះស្បើយបន្តិចម្ដងមានន័យថាគឺចាប់ផ្ដើមធូរបន្តិចម្ដងវិវត្តទៅរកជាហើយបើជាហើយវាអត់លាប់វិញនៅកន្លែងហ្នឹងវាសំខាន់ណាបងប្អូនណាហើយហ្នឹងទី1ទី2បងប្អូនណាអាការៈបងប្អូនមានឬដូងបាតដូចជាបងប្អូនបត់ជើងមកស្ប៉ែតលិមួកស្ប៉ែតណាហើយនឹងលិមួកដាច់ទូចឆ្មាដូចផ្ទុយទួងចឹងមានអាការៈចុកឆ្អល់ដូចប្រហែលគ្នានឹងក្រពះពោះវៀនដែរបងប្អូនហើយបងប្អូនខ្លះបត់ជើងមកហើយចេញឈាមបត់ជើងមកឈាមប្រាអ្នកខ្លះទៅឈាមឆៅតែម្ដងដោយសារឬដូងបាតវាធំវារីកស្ទិលនៅកន្លែងសាលគូតយើងបងប្អូនដល់ហើយវាបុកលិមួកយើងមកបុកទៅវាធ្វើឲ្យយើងដាច់នៅសាលគូតរបស់យើងអ្នកខ្លះទៅក៏ឃើញលៀនចេញអ្នកខ្លះទៅនៅក្នុងបុរាណខ្មែរយើងគេហៅថានាងពូនបងប្អូនមាន3ចំណុចនាងពូនហើយនឹងរៀនធ្លាក់ដោយក្តោបពោះមកក្រៅអញ្ចឹងហើយមួយទៀតដុសកលឹងជុំវិញសាលគូតរបស់យើងឬដូងបាតណាបងប្អូនហើយអាការៈដែលពិបាកបត់ជើងយូរណាស់ពេលដែលយើងឈឺឬដូងបាតទៅមានជំងឺឬដូងបាតទៅអាការៈទាំងអស់នេះវាកាន់តែធំទៅយើងកាន់ពិបាកហើយជាបាលបងប្អូនណាហើយបងប្អូនតិចបងប្អូនជាបាលក្នុងរយៈពេលខ្លីបំផុតបងប្អូនយកថ្នាំរដូងបាតនេះបងប្អូនដែលខ្ញុំបង្ហាញបងប្អូននេះគឺហូបតែ3 4 5ថ្ងៃទៅមួយអាទិត្យទេនឹងបងប្អូននឹងដឹងធូរហើយមានន័យថាវិវត្តរកជាហើយបើសិននេះជាហើយវាអត់លាប់មកវិញណែល្អកន្លែងហ្នឹងបងប្អូនហើយចំណែកចំណាំងក៏ខ្ញុំមានដែរបងប្អូនបើសិនណាបងប្អូនមានពាក់ព័ន្ធនឹងឱសថបុរាណខ្ញុំនេះហើយមានអាការៈឬដូងបាតហ្នឹងបងប្អូនយកទៅពិសាទទួលទានហើយក្នុងមួយកញ្ចប់នេះបងប្អូនដាក់4ឆ្នាំងកញ្ចប់ហ្នឹងណាដាក់4ឆ្នាំងហើយដាំពិសាទទួលទានទៅនឹងធូរបន្តិចម្ដងវិវត្តរកជាហើយខ្ញុំធានាជូន 100% បងប្អូនឲ្យតែបងប្អូនពិសាទទួលទានគឺជាឲ្យថ្នាំឱសថបុរាណខ្ញុំនេះហើយនៅជាចុងក្រោយនេះបងប្អូនណាខ្ញុំគ្មានអ្វីឲ្យបងប្អូនមានការរវល់បញ្ញាប់ទៅណាមកណីអញ្ចឹងហើយខ្ញុំសង្ខេបខ្លីៗទៅប៉ុណ្នេះតែមុននឹងសូមបញ្ចប់សូមជូនពរបងប្អូនសូមឲ្យបងប្អូនមានសុភមង្គលក្នុងគ្រួសារសូមឲ្យជំងឺទាំងឡាយទាំងពួងឲ្យជាសះស្បើយបងប្អូនចាប់ពីពេលនេះតទៅម្យ៉ាងទៀតសូមជូនពរបងប្អូនសូមឲ្យបងប្អូនជួបនៅទេវតារុក្ខទេវតាទាំងឡាយថែរក្សាគ្រប់ម៉ោងគ្រប់នាទីហើយជូនពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងទៀតឡើយខណៈពេលនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមគោរពសូមជម្រាបលា